គ្រាទាំងគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិបានអាងថាមិនមានបញ្ហាអ្វីប្រទាំងប្រទើនោះទេសម្រាប់កិច្ចប្រជុំថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះសម្រាប់ភាគីគណៈបកសង្គ្រោះជាតិគណៈបកប្រឆាំងរំពឹងថាការងារកំណែទម្រង់រវាងគណៈបកទាំងពីរនឹងអាចបិទបញ្ចប់សពគ្រប់នៅចុងខែសីហាខាងមុខនេះផងដែរយុវជនជានិស្សិតចំនួន112នាក់មកពីសាកលវិទ្យាល័យចំនួន9នៅរាជធានីភ្នំពេញនៅថ្ងៃទី13សីហានេះបានជួបពិភាក្សាគ្នានៅក្នុងវេទិកាមួយស្ដីពីការជ្រើសរើសសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបថ្មីនៅក្នុងវេទិកាដែលគាំទ្រដោយអង្គការសង្គមស៊ីវិលចំនួន7នោះបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបានទទូចឲ្យមានសម្លេងរបស់យុវជនមួយនៅក្នុងសមាជិកភាពកោជបថ្មីតែមិនមែនជាប្រពន្ធកូនឬប្តីរបស់គណៈបកនយោបាយណាមួយនោះឡើយលោកយ៉ងកំឯងប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពបានលើកឡើងថាខណៈដែលសមាជិកកោជបថ្មីមិនទាន់អនុម័តជាផ្លូវការនៅឡើយនោះវាគឺជាឱកាសដ៏ល្អមួយដែលរដ្ឋសភានិងគណៈបកនយោបាយទទួលយកនៅសម្លេងរបស់យុវជននេះសូមអញ្ជើញស្ដាប់ប្រសាសន៍លោកយ៉ងកំឯងឃើញថាយុវជនគឺចង់ឃើញថាអាយុរបស់យុវជនហ្នឹងគឺអត់ចង់ឃើញអាយុដល់40ទេគឺត្រឹម30ឆ្នាំអីចឹងណាបាទហើយដើម្បីឲ្យយុវជនហ្នឹងគេមានឱកាសចូលរួមដែរហើយមួយវិញទៀតគឺពិសោធន៍កុំដល់ដែល10ឆ្នាំតែត្រឹមតែពិសោធន៍5ឆ្នាំអីបានហើយគ្រប់គ្រាន់តែយើងគិតចឹងណាបាទហើយនឹងរឿងទី2ទៀតគឺពាក់ព័ន្ធរឿងសាច់ញាតិនេះគឺយុវជនមានការប្រឆាំងដាច់ខាតមកថាបើសិនមានការដាក់សាច់ញាតិគឺគេនឹងមានការរិះគន់យ៉ាងខ្លាំងវាពាក់ព័ន្ធនឹងឯករាជ្យភាពកោជបព្រោះថាកោជបនេះគឺជាស្ថាប័នមួយសម្រាប់ដែលរៀបចំការបោះឆ្នោតប៉ុន្តែបើសិនសាច់ញាតិមានសាច់ញាតិអញ្ចឹងឧទាហរណ៍ថាឪពុកជាប្រធានក្រុមបាល់ទាត់ហើយកូនជាអាបៀតវាអត់ត្រូវឧទាហរណ៍ឬក៏កូនជាប្រធានក្រុមបាល់ទាត់ហើយឪពុកជាអាបៀតក៏វាអត់ត្រឹមត្រូវដែរបាទអញ្ចឹងហើយបានគេឲ្យមានការពួកក្រុមយុវជនក៏អត់ចង់បានលក្ខណៈសម្បត្តិបែបហ្នឹងទេបាទអរគុណវ៉ាសំណត់ដែលបានរៀបចំប្រសាសន៍លោកយ៉ងកំឯងខេត្តកំពង់ចាមមានមនុស្សស្លាប់ច្រើនជាងគេនៅពេលដែលទឹកជំនន់បានជន់លិចជាងមួយសប្តាហ៍កន្លងទៅនេះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានកត់សម្គាល់ថាទឹកបានចាប់ផ្ដើមស្រកទៅវិញហើយក៏ប៉ុន្តែការស្រកមានលក្ខណៈយឺតស្របពេលដែលមានទឹកជំនន់នាពេលនេះគ្រោះរាំងស្ងួតក៏បានកើតឡើងផងដែរនៅតាមខេត្តមួយចំនួនញឹមសុផរាយការណ៍ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់មកទល់ពេលនេះមាន29អ្នកហើយក្នុងនោះ 60% ជាកុមារដែលចូលចិត្តលេងសប្បាយជាមួយទឹកហើយខេត្តកំពង់ចាមមានមនុស្សស្លាប់ច្រើនជាងគេរហូតដល់11អ្នកលោកទេសរដ្ឋមន្ត្រីញឹមបណ្ដាអនុប្រធានទី1នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងប្រាប់វិទ្យុបារាំង AFE នៅថ្ងៃនេះថាទឹកបានចាប់ផ្ដើមស្រកជាបណ្ដាហើយជាការកត់សម្គាល់នៅឆ្នាំនេះស្ថានភាពទឹកជំនន់បានស្រកទៅវិញយឺតដោយសារច្រកទឹកដែលហូរចេញមានទ្រង់ទ្រាយតូចជាហេតុធ្វើឲ្យមានការលិចលង់កាន់តែយូរថ្ងៃជាសរុបទឹកជំនន់នៅបន្តលិចលើ12រាជធានីខេត្តនៅឡើយក្នុងនោះមាន62ស្រុកខណ្ឌរងផលប៉ះពាល់រួមមានប្រជាជនចំនួនជាង 830,000 គ្រួសារនិងផ្ទះចំនួន 80,000 ខ្នងជាមួយគ្នានេះមានប្រជាជនជាង 11,000 គ្រួសារត្រូវបានជន់លៀសទៅកាន់ទីទួលសុវត្ថិភាពទន្ទឹមគ្នានេះដែរភាពរាំងស្ងួតក៏បានកើតមានឡើងគឺមានចំនួន8ស្រុកនៅខេត្តកំពង់ស្ពឺគ្របដណ្ដប់លើផ្ទៃដីប្រមាណជា 6,000 ហិកតានិង9ស្រុកនៅខេត្តតាកែវមានផ្ទៃដីជិត 20,000 ហិកតាដែលមិនមានទឹកធ្វើស្រែហើយសំណាបងាប់ទាំងអស់លោកញឹមបណ្ដាបន្តថាក្រសួងធនធានទឹកបានដោះស្រាយប្រឡាយឲ្យហើយតែមិនមានទឹកទៅដល់ហើយទឹកភ្លៀងក៏មិនធ្លាក់ដែរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះជាមួយគ្នានេះលោកកឹមរតនាប្រធានអង្គការ Caritas កម្ពុជាដែលជាអង្គការគ្រឹះសាសនាមួយជួយទៅដល់គ្រោះមហន្តរាយជាច្រើនឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជានោះបានឲ្យដឹងថាអង្គការរបស់លោកបានត្រៀមសម្ភារៈនិងបច្ចេកទេសជាច្រើនក្នុងការចូលរួមបង្ការគ្រោះមហន្តរាយនេះក្នុងនោះមានទូកម៉ាស៊ីនបង្គន់អនាម័យកៅស៊ូតង់ជាដើមលោកកឹមរតនាប្រកាសថាអង្គការ Caritas កម្ពុជានឹងធ្វើការចែកទូកម៉ាស៊ីនចំនួន11គ្រឿងបន្ថែមទៀតនៅថ្ងៃប្រហ័សស្អែកនេះនៅខេត្តកណ្ដាលដល់ខេត្តជាគោលដៅមួយចំនួនដើម្បីជាជំនួយទៅដល់ក្រុមការងារជួយសង្គ្រោះថ្នាក់ឃុំនៃខេត្តនីមួយៗនៅឆ្នាំនេះដែរការបង្ការគ្រោះមហន្តរាយទឹកជំនន់មានលក្ខណៈល្អប្រសើរជាងឆ្នាំកន្លងទៅដោយមានការឆ្លើយតបទាន់ពេលវេលាទាំងថ្នាក់មូលដ្ឋានហើយប្រជាជនក៏មានការប្រុងប្រយ័ត្នខ្ពស់ជាងមុននេះបើតាមលោកកឹមរតនា
កម្ពុជានឹងបញ្ជូនកីឡាករកីឡាការិនីចំនួន3រូបទៅចូលរួមការប្រកួតកីឡាអូឡ িম্পিক យុវជន Youth Olympic Game លើកទី2ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងណានជីងប្រទេសចិនពីថ្ងៃទី16ដល់ថ្ងៃទី28ខែសីហាខាងមុខនេះវិញ្ញាសាដែលកម្ពុជាចូលរួមប្រកួតមាន3វិញ្ញាសាគឺកីឡាអត្តពលកម្មចំបាប់និងកីឡាហែលទឹកហើយកីឡាករទាំងអស់នឹងចេញដំណើរទៅកាន់ប្រទេសចិននៅថ្ងៃទី14ស្អែកនេះបើយោងតាមអាកាទេខ្សែភាពយន្តខ្មែរខ្នាតធំរឿងស្បែកគង់ដែលចំណាយអស់ទឹកប្រាក់$68,000អាមេរិកត្រូវបានប៉ុស្តិ៍ទូរទស្សន៍អន្តរជាតិជាច្រើនយកទៅផ្សព្វផ្សាយដែលរួមមានប៉ុស្តិ៍ CCTV និង CNTV របស់ប្រទេសចិនប៉ុស្តិ៍ DW របស់ប្រទេសអាល្លឺម៉ង់ប៉ុស្តិ៍ LNT Lavia របស់ប្រទេសឡេតូនីនិងប៉ុស្តិ៍ទូរទស្សន៍ Sun TV របស់ប្រទេសឥណ្ឌាខ្សែភាពយន្តខ្នាតធំនេះចំណាយពេលផលិតអស់រយៈពេល1ឆ្នាំហើយនឹងត្រូវចាក់បញ្ចាំងជាផ្លូវការនៅកម្ពុជានៅថ្ងៃទី14សីហាស្អែកនេះរួមគ្នានៅគ្រប់រោងកុនទាំងអស់ខ្សែភាពយន្តនេះក៏ត្រូវចាក់បញ្ចាំងនៅប្រទេសថៃនៅថ្ងៃទី23តុលានិងបណ្ដាប្រទេសជាច្រើនផ្សេងៗទៀតផងដែរយើងផ្ដើមព័ត៌មានអន្តរជាតិនិយាយអំពីបញ្ហានៅអ៊ីរ៉ាក់លោក Chuck Hagel រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានប្រកាសនៅយប់ថ្ងៃអង្គារទី12សីហាបញ្ជូនយោធាបន្ថែមទៅកាន់ក្រុង Erbil រដ្ឋធានីនៃតំបន់ស្វយ័តគីឌីស្តង់របស់អ៊ីរ៉ាក់មានជំនាញផ្នែកប្រឹក្សាស្ថានភាពក្រុមទាហានអាមេរិកទាំង130នាក់មានភារកិច្ចចុះទៅវាយតម្លៃឲ្យបានស៊ីជម្រៅសេចក្តីត្រូវការរបស់បណ្ដាជនជាតិភាគតិច Yazidi ដែលពួកជួយហាតអ៊ីស្លាមបណ្ដេញតាមកាប់សម្លាប់អៀងសុកម៉េងជួនព័ត៌មានពិស្ដាទីប្រឹក្សាយោធាប្រមាណ130នាក់បានទៅដល់ភូមិខាងជើងអ៊ីរ៉ាក់នៅល្ងាចថ្ងៃអង្គារម្សិលមិញបន្ទាប់ពីបានទទួលការអនុញ្ញាតពីប្រធានាធិបតីបារ៉ាក់អូបាម៉ាភ្លាមក្រុមឯកទេសនេះត្រូវចុះទៅវាយតម្លៃឲ្យបានស៊ីជម្រៅអំពីអ្វីដែលអាមេរិកគួរធ្វើដើម្បីសង្គ្រោះបណ្ដាជនអ៊ីរ៉ាក់ចេញពីវិបត្តិគ្មានកាតព្វកិច្ចទេជាអ្នកប្រយុទ្ធលើសមរភូមិពីព្រោះអាមេរិកក្រោយពីបានចាក់ចេញពីអ៊ីរ៉ាក់គ្មានសោះឡើយចេតនាចង់វិលទៅលើដែនចាស់នេះបើតាមការបញ្ជាក់របស់លោក Chuck Hagel រដ្ឋមន្ត្រីក្រសួងការពារជាតិនេះគឺជាយោធាក្រុមទី2ហើយដែលអាមេរិកបានបញ្ជូនទៅអ៊ីរ៉ាក់កាលពីខែមិថុនាលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានបញ្ជូនទីប្រឹក្សាយោធាដែលប្រមាណជា300នាក់ឲ្យទៅជួយពង្រឹងនិងសហការជាមួយនឹងរដ្ឋាភិបាលអ៊ីរ៉ាក់ក្នុងការទប់ទល់ជាមួយនឹងពួកជីហាតរដ្ឋអ៊ីស្លាមក៏ប៉ុន្តែបើតាមប្រភពមន្ទីរបញ្ចកោណសុំមិនបញ្ចេញឈ្មោះកាតព្វកិច្ចរបស់ទីប្រឹក្សាយោធាទាំង130នាក់លើកនេះគឺរៀបចំដាក់ផែនការជំនួយសង្គ្រោះជនជាតិយ៉ាស៊ីឌីបន្ថែមពីលើបញ្ហាមនុស្សធម៌ដែលអាមេរិកកំពុងតែធ្វើបច្ចុប្បន្នយ៉ាស៊ីឌីគឺជាជនជាតិភាគតិចនិយាយភាសាគីឌីស្តង់ដែលជាទិសដៅវាយប្រហារពីសំណាក់ពួកជីហាតអ៊ីស្លាមត្រូវបង្ខំចិត្តរត់ចេញពីផ្ទះសម្បែងនិងទៅសម្ងំភៀសខ្លួនក្នុងតំបន់ភ្នំពេលនេះទំនងជាធ្លាក់ក្នុងអន្ទាក់ជាប់កុនព័ទ្ធដោយពួកជីហាតរត់ចេញមិនរួចពួកជីហាតដែលមិនសំចៃនឹងកាប់សម្លាប់ឬក៏កប់ទាំងរស់ជនជាតិភាគតិចក្រុមនេះទេនៅពេលដែលវាយចូលលោករីដុលព័ត៌មាននេះអាចយកជាការបានត្បិតនៅព្រឹកនេះប្រមុខការទូតអាមេរិកលោក John Kerry បានប្រកាសថាកំពុងតែសិក្សារកគ្រប់មធ្យោបាយជំនះជាបន្តបណ្ដាជនជាប់កុននៅក្នុងតំបន់ភ្នំភាគខាងជើងអ៊ីរ៉ាក់ពីព្រោះពួកជីហាតរលសម្ដៅទៅទិសនោះឯអ្នកឯកទេសអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សវិញក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិបញ្ចេញសកម្មភាពបន្ទាន់ទប់ស្កាត់គ្រោះប្រល័យពូជសាសន៍លើពួកយ៉ាស៊ីឌីសដែលមានគ្នាប្រមាណជា 35,000 នាក់លាក់ខ្លួននៅក្នុងតំបន់ភ្នំនោះចំណែកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់នូរីអាម៉ាលីគីបាននិយាយនៅថ្ងៃពុធនេះថាលុះត្រាណាតែមានការសម្រេចពីតុលាការសហព័ន្ធជាមុនសិនទើបលោកចាក់ចេញពីអំណាចការបញ្ជាក់បែបនេះត្រូវបានធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីអ៊ីរ៉ាក់សម្រេចតែងតាំងនាយករដ្ឋមន្ត្រីថ្មីជំនួសលោកម៉ាលីគីនៅពេលថ្មីៗនេះដែលឡែកតាមគម្រោងក្បួនរថយន្តដឹកជំនួយមនុស្សធម៌រុស្ស៊ីនឹងត្រូវធ្វើដំណើរទៅដល់ព្រំដែនអ៊ុយក្រែននៅថ្ងៃពុធនេះក៏ប៉ុន្តែរដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់យ៉ាងច្បាស់រួចទៅហើយថានឹងមិនអនុញ្ញាតឲ្យក្បួនរថយន្តនេះឆ្លងកាត់ព្រំដែននោះទេទាំងអង្គការសហប្រជាជាតិនិងទាំងអង្គការកាកបាទក្រហមអន្តរជាតិសុទ្ធតែធ្លាប់បានលើកឡើងថាតំបន់ខាងកើតអ៊ុយក្រែនកំពុងឆ្លងកាត់បញ្ហាមនុស្សធម៌យ៉ាងធ្ងន់ធ្ងរតើហេតុអ្វីបានជារដ្ឋាភិបាលអ៊ុយក្រែនបដិសេធមិនព្រមឲ្យរុស្ស៊ីដឹកជំនួយមនុស្សធម៌ចូលទៅកាន់តំបន់នេះបន្តិចទៀតនេះយើងនឹងមានអន្តរាគមន៍ពីសេងឌីណាទីបំផុតមានស្ត្រីមានចំណេះដឹងខ្ពស់ទទួលបានពានរង្វាន់អន្តរជាតិផ្នែកគណិតវិទ្យាហើយស្ត្រីអាមេរិកដើមកំណើតអ៊ីរ៉ង់ឈ្មោះថា Maria Mirzakhani បានជាប់ឈ្មោះទទួលពានរង្វាន់អន្តរជាតិគណិតវិទ្យាដែលយើងហៅថា Medai Fields នេះបើយោងតាមការប្រកាសរបស់សម័យអន្តរជាតិផ្នែកគណិតវិទ្យានៅថ្ងៃអង្គារម្សិលមិញបុរស3រូបទៀតដែលទទួល Medai Fields ផ្នែកគណិតវិទ្យានេះដែរមានលោក Atia Avila ពលរដ្ឋបារាំងដើមកំណើតប្រេស៊ីលជាប្រធាន
មណ្ឌលស្រាវជ្រាវវិទ្យាស្ថានជាតិបារាំងលោក Manjul Bagawa ជាសាស្ត្រាចារ្យអាមេរិកនិងលោក Martin Heidegger ជាអ្នកស្រាវជ្រាវជនជាតិអូទ្រីសធ្វើការនៅអង់គ្លេស